នៅពេលដែលមានអាកាសធាតុក្តៅយើងមានវិធីសាស្ត្រស្រោចស្រពជាលំអងពីលើកំពូលដើមទុរេនឬក៏ដំណាំឈើហូបផ្លែគ្រប់ប្រភេទ ពីការមើលឃើញបញ្ហាប្រឈមទៅជាការផ្ដល់ប្រឹក្សាបច្ចេកទេសពីការប្រឹក្សាបច្ចេកទេសទៅជាការដំឡើងប្រព័ន្ធស្រោចស្រពទំនើបសម្រាប់ដំណាំគឺជាបេសកកម្មរបស់ Gen Irrigation តែងតែប្រកាន់ខ្ជាប់យើងយល់ច្បាស់ថាកសិកម្មប្រកបដោយនិរន្តរភាពមិនមែនកើតឡើងដោយចៃដន្យឡើយប៉ុន្តែវាជាលទ្ធផលនៃការដោះស្រាយបញ្ហាប្រឈមក្នុងចម្ការតាមរយៈបច្ចេកវិទ្យានិងការផ្ដល់ប្រឹក្សាដែលចំគោលដៅគិតមកដល់ឆ្នាំ 2026 ក្រុមការងារវិស្វករនិងអ្នកជំនាញរបស់ Gen កំពុងបំពេញការងារយ៉ាងសកម្មនៅតាមចំការនិងសួនច្បារនានាទូទាំងប្រទេសដើម្បីបង្ហាញពីការបញ្ញាចិត្តក្នុងការបន្តនាំមកនូវនវានុវត្តន៍ Gen មានមោទនភាពបង្ហាញជូននៅនិមិត្តសញ្ញាថ្មីរួមជាមួយការរៀបចំដំឡើងទីតាំងស្នាក់ការថ្មីដែលធំទូលាយនិងទំនើបជាងមុនដើម្បីបម្រើសេវាកម្មជូនអតិថិជនឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីឲ្យបងប្អូនកាន់តែជ្រាបច្បាស់អំពីផែនការយុទ្ធសាស្ត្រការអភិវឌ្ឍផលិតផលនិងសេវាកម្មថ្មីៗសូមទស្សនាការលើកឡើងរបស់លោកផិនសវណ្ណរ៉េមដែលជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុនផ្ទាល់បន្ទាប់ពីយើងរៀបចំនៅទីតាំងការិយាល័យថ្មីនេះហើយយើងមានផែនការក្នុងការនាំយកនៅផលិតផលបែបប្រព័ន្ធស្រោចស្រពទំនើបឬក៏យើងហៅថា Smart Farming នាំចូលមកប្រទេសកម្ពុជាយើងដើម្បីឲ្យអតិថិជនរបស់យើងកាន់តែមានភាពទូលំទូលាយមានជម្រើសច្រើនជាងមុនងាយស្រួលជាងមុននិងទំនើបជាងមុនឧទាហរណ៍ដូចជាការជ្រើសរើសប្រើប្រព័ន្ធស្រោចស្រពបែបជួយកាត់បន្ថយកម្ដៅនៅក្នុងលក្ខខណ្ឌមានបំរែបំរួលអាកាសធាតុនៅពេលបច្ចុប្បន្នដូចជាដំណាំទុរេនដែលនឹងមានផលប៉ះពាល់ទៅដល់ការរីកលូតលាស់និងទិន្នផលនៅពេលដែលមានអាកាសធាតុក្តៅយើងមានវិធីសាស្ត្របែបថ្មីក្នុងការស្រោចស្រពបែបជាលំអងពីលើកំពូលដើមទុរេនឬក៏ដំណាំឈើហូបផ្លែគ្រប់ប្រភេទតាមរយៈការផ្លាស់ប្ដូរនិមិត្តសញ្ញាការផ្លាស់ប្ដូរទីតាំងថ្មីនិងយុទ្ធសាស្ត្រដឹកនាំដ៏មុតស្រួចយើងជឿជាក់យ៉ាងមុតមាំថា Gen Irrigation នឹងបន្តជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យវិស័យកសិកម្មកម្ពុជាកាន់តែមានភាពរីកចម្រើនផ្ដល់ប្រាក់ចំណេញកាន់តែច្រើននិងមាននិរន្តរភាពពិតប្រាកដសម្រាប់កសិករ